តាំងពីតូចរហូតដល់ធំខ្ញុំមិនដែលស្គាល់ភាពកក់ក្ដៅនៅក្នុងគ្រួសារឬក៏ភាពកក់ក្ដៅនៅក្នុងសង្គមទេប៉ាម៉ាក់ខ្ញុំចែកឋានតាំងពីខ្ញុំនៅតូចតាំងពីខ្ញុំអត់ទាន់ដឹងក្តីតាំងពីខ្ញុំអត់ទាន់បានចូលរៀនថ្នាក់ទី1ម៉ែខ្ញុំមិនទាន់ស្គាល់អីថាការប្រត់ប្រាស់គ្រួសារផងពេលហ្នឹងខ្ញុំបានតែត្រឹមឃើញបងស្រីខ្ញុំអង្គុយយំអោបធាតម៉ែស្រែកតហោយំខ្ញុំក៏អត់ដឹងថាតើការយំប្រកបហ្នឹងវាឈឺចាប់កម្រិតណាដែររហូតមកដល់ពេលនេះទើបខ្ញុំដឹងថាការឈឺចាប់ទាំងអស់ហ្នឹងវាពិតជាពិបាកនឹងនិយាយខ្លាំងមែនតើហើយបើសិនជាខ្ញុំនិយាយថាខ្ញុំខ្វះភាពកក់ក្ដៅនៅក្នុងសង្គមមកវាមិនមែនតើតើនឹងការងារតើតើនឹងមិត្តភ័ក្តិឬក៏តើតើនឹងអីផ្សេងទេវាតើតើនឹងការរើសអើងភេទជាធម្មតាការរើសអើងភេទនៅតែមានតាំងពីខ្ញុំនៅតូចរហូតមកដល់ពេលនេះតាំងពីខ្ញុំនៅក្មេងចរិតខ្ញុំជាចរិតមនុស្សស្រីចូលចិត្តលេងច្រើនចូលចិត្តហក់កស៊ូចូលចិត្តស្លៀកសរងចូលចិត្តអីដែលជាការងារផលមនុស្សស្រីខ្ញុំចូលចិត្តលេងកូនកំមុំលេងអីអញ្ចឹងណាពីច្រើនគេតែងតែហៅថាអាខ្ទើយអាពេដេឬក៏អាកូនខ្ទើយឬក៏អីអញ្ចឹងណាហើយគេមិនសូវចង់ឲ្យបងប្អូនឬក៏សាច់ញាតិគេនឹងមកលេងជាមួយយើងទេសូម្បីខ្ញុំធំមកដល់វ័យនេះខ្ញុំទៅសេរឿងប្រឡោមលោកបែប BL ហ្នឹងក៏ត្រូវរងការប៉ះទង្គិចក៏ត្រូវរងការប្រមាថមើលងាយពីអ្នកនិពន្ធរៀមច្បងជំនាន់មុនអ្នកនិពន្ធផ្សេងដែលគាត់នេះហើយនឹងអ្នកអានអញ្ចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំអត់រំលឹកទេគ្រាន់តែខ្ញុំឆ្កឹះតិចនៅក្នុងវីដេអូមួយនេះហើយនេះហើយជាអ្វីដែលខ្ញុំនិយាយថាវាខ្វះភាពកក់ក្ដៅនៅក្នុងសង្គមហេតុអីបានជាការរើសអើងភេទត្រូវនៅក្នុងសម័យ digital រហូតមកដល់ AI នេះហើយនៅតែមានទៀតការពិតដែលសារផ្នែកគំនិតនិងការយល់ដឹងរបស់ប្រជាជនយើងឬក៏អ្នកដទៃទៀតដែលគាត់អត់ចង់ឲ្យតម្លៃទៅលើភេទទី3ឬក៏ចង្កោមមនុស្សដែលគាត់គិតថាខុសធម្មជាតិហើយគឺជាភាពអាម៉ាស់មួយនៅក្នុងគ្រួសារការខ្វះភាពកក់ក្ដៅនៅក្នុងគ្រួសារវាធ្វើឲ្យខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងជីវិតខ្ញុំបានរៀនសូត្រពីអ្នកដទៃមនុស្សដែលនៅជុំវិញខ្លួនខ្ញុំរៀនរឹងមាំដោយខ្លួនឯងខ្ញុំរៀនដួលដោយខ្លួនឯងខ្ញុំរៀនក្រោកឈរដោយខ្លួនឯងហើយខ្ញុំរៀនប្រឈមមុខនឹងបញ្ហាផ្សេងដោយខ្លួនឯងវាពិតជាលំបាកដែលយើងអត់មានគ្រួសារដែលយើងអត់មានប៉ាម៉ាក់មកជួយជ្រោមជ្រែងហើយខ្ញុំត្រូវខំប្រឹងខ្លាំងមែនតើធ្វើការទាំងយប់ថ្ងៃសឹងតតាពេលខ្លះខ្លួនឯងឈឺក៏ត្រូវទៅការដែរព្រោះយើងអាចកំណត់ជោគវាសនាយើងបានក្រៅពីយើងខ្លួនឯងទេហើយបើសិនជាយើងនៅតែតម្រុំនៅតែខ្ជិលនៅតែគិតថាអូឈឺអត់ស្រួលខ្លួនហើយយើងអត់ព្រមទៅធ្វើការក៏វាជាភាពបរាជ័យមួយនៅក្នុងជីវិតរបស់យើងដែរហើយភាពខ្វះភាពកក់ក្ដៅនៅក្នុងសង្គមវាពិតជាធំធេងខ្លាំងមែនតើព្រោះអីគ្រាន់តែរឿងភេទសោះក៏ពួកគាត់យកមកវាតម្លៃបានណាហេតុអីក៏គាត់អត់មើលឃើញពីតម្លៃនៃការងារផងមនុស្សនៃការខំប្រឹងផងមនុស្សចឹងប៉ុន្តែត្រឡប់មកវិញខ្ញុំអត់ដែលខ្វល់ពីរឿងទាំងអស់ហ្នឹងឯងខ្ញុំគ្រាន់តែចង់រំលឹកនៅក្នុងវីដេអូនេះផងខ្ញុំអ្វីជាច្រើនបានបង្រៀនខ្ញុំអ្វីជាច្រើនដែលយើងជួបប្រទះវាគួរតែជាមេរៀនដ៏ល្អសម្រាប់ខ្ញុំហើយការប្រមាថមើលងាយភេទមែនតែនទៅបើសិនជាប៉ះក្មេងៗជំនាន់ក្រោយឬក៏ប៉ះអ្នកដែលគាត់មានអារម្មណ៍ថាខ្លួនឯងពិតជាខុសសម្រាប់ខ្លួនឯងឬក៏ខុសសម្រាប់គ្រួសារវានឹងធ្វើឲ្យគាត់បាក់ទឹកចិត្តឈានដល់ការសម្លាប់ខ្លួនក៏ថាបានព្រោះមនុស្សដែលបាក់ទឹកចិត្តមនុស្សដែលទន់ខ្សោយងាយរងសម្ពាធពីក្រុមគ្រួសារពីសង្គមពួកគាត់ពិតជាគ្មានទីបង្អែកដែលធ្វើឲ្យគាត់សម្រេចចិត្តជ្រើសរើសផ្លូវខុសដែលខ្ញុំនិយាយហ្នឹងគឺការបញ្ចប់ជីវិតរបស់ខ្លួនឯងហើយអ្នកទាំងអស់គ្នានឹងខ្លាចទៅជាជនដែលចូលរួមបំផ្លាញអនាគតនិងជីវិតរបស់មនុស្សម្នាក់ខ្ញុំយល់ថាម្នាក់នឹងសម្រេចចិត្តធ្វើរឿងខ្លីដល់ខ្លួនឯងប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចាំថាដោយសារពាក្យសម្ដីបាបការប្រមាថមើលងាយផិនអ្នកទាំងអស់គ្នាទៅធ្វើឲ្យម្នាក់នឹងត្រូវជួបវិបត្តិមួយនេះហើយស្អែកនេះខ្ញុំនឹងចូលរួមចែកម្លែកពីបទពិសោធន៍ពីជីវិតដែលខ្ញុំបានឆ្លងកាត់នៅក្នុងកម្មវិធីខែនៃមោទកភាពដែលរៀបចំឡើងនៅកោះពេជ្រហើយគេមានកម្មវិធីច្រើនទៀតដែលអ្នកទាំងអស់គ្នាអាចចូលរួមតាំងពីព្រឹករហូតដល់ល្ងាចហើយកម្មវិធីផាញ់ខ្ញុំដែលខ្ញុំធ្វើឡើងហ្នឹងក៏ពេលល្ងាចដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តឬក៏ស្រឡាញ់រាប់អានខ្ញុំអាចជួបគ្នានៅកោះពេជ្រក្នុងកម្មវិធីខែនៃមោទកភាពបានអរគុណអ្នកទាំងអស់គ្នាហើយបើសិនជាវីដេអូនេះប៉ះទង្គិចឬក៏លើសលួសដល់ប្រការណាមួយខ្ញុំសូមទោសព្រោះខ្ញុំចង់ចែករំលែកពី
ការយល់ដឹងពីការយល់ឃើញផងខ្ញុំអរគុណអ្នកទាំងអស់គ្នាដែលមើលវីដេអូនេះតាំងពីដើមដល់ចប់